bà plak đâu từ đó cố đòi mình miền cà xóm ta miền Pành Hải ọt miền Pành Hải tế bờ sân chỉ quạt phồng từ tua dọc nơi từ đó cố thay nừng mùi mình tiết đấy hay đấy ban chỉ kịp xóm đại sa tại khai cố nước ọt phồng từ tua dọc nơi từ đó cố thay nước vội quạt bài bàn tích cái này quạt bài bàn tích thôi mà đây nừng ai thôi quạt sọc cờ lố rồi có khai mùi tiết kịp vào đó mùi tiết cứ quạt phồng bài đó cố nừng tại một đòn từ kịp xóm chẳng đấy nè bàn tay xưa tham xóm ao quạt bài tại một đòn đòi bài xóm bàn ọt bàn ao tại quạt phồng bài là thay nước hái bài khổ bạc để màประจำថ្ងៃបកគាត់ចឹងណាបើសិនជាក្មេងនៅក្រោមមួយខួបចន្លោះពីតិចបំផុត750អំអើទៅ1000អំអើនៅក្នុងមួយថ្ងៃអញ្ចឹងគឺទៅតាមក្មេងមួយក្មេងខ្លះគាត់អាចបើកតាម750គឺគ្រប់ទៅនឹងសារធាតុចិញ្ចឹមដែលគាត់ត្រូវការមួយថ្ងៃហ្នឹងហើយក្មេងខ្លះក៏អាចបើកតិចជាងនឹងដែរវាទៅតាមបានន័យថារាងកាយរបស់ក្មេងម្នាក់ៗអញ្ចឹងណាអញ្ចឹងធ្វើមិនឲ្យតែគាត់ទទួលបាននៅគ្រប់សារធាតុចិញ្ចឹមគឺអត់មានបញ្ហាអីទេទោះជាយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាគួរតែជៀសវាងការផ្លាស់ប្ដូរទៅដល់គោច្រើនម៉ាក់ច្រើនប្រេនពេកអ្នកដែលគាត់ផ្លាស់ប្ដូរច្រើនម៉ាក់ច្រើនប្រេនខ្ញុំគិតថាមូលហេតុតែមួយគាត់គិតថាកូនគាត់បើកទៅដល់គោនឹងអត់ត្រូវអញ្ចឹងបើសិនជាកូនអ្នកទាំងអស់គ្នាបើកអត់ត្រូវអ្នកអស់បើកអត់ត្រូវនឹងមានន័យថាម៉េចគាត់អាចនឹងបើទៅគាត់អាឡែស៊ីអីចឹងណាហ្នឹងហើយគាត់តែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យដើម្បីឲ្យគាត់នឹង recommend វិញទៅវាធំត្រូវជាងមួយទៀតករណីដែលកូនអ្នកទាំងអស់គ្នាអត់មានអាឡែស៊ីមួយដោះគោទេបើតាំងពីកើតរហូតដល់អាយុ4ខែឡើងគីឡូប្រចាំខែស្តង់ដាគ្រប់ខែតែស្រាប់តែដល់ខែទី5ហ្នឹងការឡើងរបស់គាត់បានតែ2ខាំអីចឹងឬក៏3ខាំអ្នកខ្លះគាត់មានក្តីបារម្ភគាត់ថាប្រហែលជាបើកអត់ត្រូវមែនទេវាអាចវាពាក់ព័ន្ធទៅនឹងបរិមាណដែលគាត់ទទួលវិញអញ្ចឹងអ្នកអស់គ្នាទៅមើលវិញថាតើបរិមាណដែលគាត់ទទួលនឹងវាគ្រប់អត់កាលពីមុនគាត់អាចបើកម្ដងតែ3លេខទេត្រឹមតែអាយុ3-4ខែបើកម្ដងតែ3លេខវាត្រូវនឹងអ្វីដែលគាត់ត្រូវការបើន័យថាសារធាតុចិញ្ចឹមហ្នឹងគឺត្រូវការរាងកាយគាត់គឺត្រូវការប៉ុណ្ណឹងប៉ុន្តែដល់ពេលអាយុគាត់កើនសារធាតុចិញ្ចឹមគាត់ក៏ត្រូវការច្រើនដែរអញ្ចឹងគាត់អត់ត្រូវការថាជាតិចាំតែប៉ុណ្ណឹងទៀតឯងគាត់ត្រូវការការដូចគ្នាអញ្ចឹងដល់ពេលបរិមាណដែលយើងផ្ដល់ឲ្យរាល់ថ្ងៃហ្នឹងវាអត់គ្រប់នឹងអ្វីដែលគាត់តម្រូវការទេអញ្ចឹងបើសិនជាអញ្ចឹងអ្នកនរគ្នាគួរតែបង្កើននៅបរិមាណចំនួនបើឲ្យបានកើនវិញល្អជាងហើយបើយើងរៀបរាប់វិធីឲ្យគាត់បើកើនហើយនៅតែមិនឡើងទៀតទៅជួបគ្រូពេទ្យដើម្បីឲ្យគេដឹងថាតើបញ្ហាឲ្យប្រកបនឹងជាអីដើម្បីដោះស្រាយបានកុំដូរដល់គោដល់ចិត្តឯងគាត់ថាអានេះល្អអត់ទេកុំជិះវារឿងបញ្ហាទាំងអស់ហ្នឹង